đây này tập nhé, cái này zoom chạy một lấy hay là create tiếp ông pi ca để dân miền Canva idu cái này ha sầmรับkru để chỉ kru create nhưng ai sna som cho Canva mình bàn cứ dân miền Canva idu chẳng Canva mình đi dân ai pra nó sầmรับđi ca design slide cái đôi chỉ tháp chụp xem ca pra pra AI cái dân man chran trên Canva thầm là hay sầmรับประเภทพวก animation พวกในจอบ Premiere มาในเนี่ย Pro ในจอบ Premiere ចឹងគឺយើងអាចប្រើជាមួយ Canva Edu បានយើងចូលមកវាដាក់ Edu ចឹងមិនថា Canva Education ហ្នឹងបាទយើងអាច verify បាទពេលយើង verify ជាប់ទៅមិនថាយើងស្នើសុំទៅក្រុមហ៊ុនគេជាប់ណាយើងអាចប្រើបានបាទយើងអាចប្រើបានដោយ free ពាក់ព័ន្ធជាមួយមុខងារផ្សេងៗបន្ថែមទៀតបាទអញ្ចឹងក្នុងអានេះ Canva អឺ Edu ណាសម្រាប់យើងជាសាលារៀនគឺយើងអាចស្នើសុំទៅបាទអឺអញ្ចឹងទេការ sharing ឬក៏និយាយរួមអ្វីដែលជាប់ Premier គឺយើងអាចប្រើបានស្ទើរតែទាំងអស់ឬក៏ទាំងអស់ក៏មិនច្បាស់ដែរដោយសារខ្ញុំប្រើមិនទាន់បានអស់ដែរបាទឥឡូវខ្ញុំសូមយកទៅកាន់ Canva ធម្មតានេះ Canva ធម្មតាពេលយើងចង់ប្រើយើងត្រូវបង់$1នេះចឹងយើងអាចប្រើបានអ្វីដែល free ដែរ Canva Education account ធម្មតាវាខុសគ្នាតម្លៃបើ Canva ធម្មតាគឺឥតគិតថ្លៃហើយសម្រាប់មួយទៀតសម្រាប់ Canva Education គឺអត់មានគិតថ្លៃដូចគ្នាសម្រាប់គ្រូនិងសិស្សដែលបានស្នើសុំជាប់ណាបាទសម្រាប់មុខងារនិង template គំរូដែលគេបានប្រើហ្នឹងសម្រាប់ Canva ធម្មតាប្រើបានថាធម្មតាឬក៏រូបថតកម្រិតមូលដ្ឋានដែលអត់ជាប់បង់លុយទេបាទប៉ុន្តែសម្រាប់ Canva Education គឺយើងអាចទទួលបាននៅpremium feature ដូច Canva Pro បាទលុប background ឬក៏បាទឬក៏ resize ឬក៏ AI tool បាទមាតិកាសម្រាប់ការបង្រៀនមានតិចតួចប៉ុន្តែសម្រាប់ Canva Education ពេលយើងស្នើជាប់យើងអាចមានជាង6000សម្រាប់គំរូមានតែកិច្ចការផ្ទះការភាគនិង slide បង្រៀនបាទសម្រាប់ការគ្រប់គ្រងថ្នាក់រៀនគឺអត់មានទេ Canva ធម្មតាតែសម្រាប់ពេលយើងស្នើជាប់ហើយយើងអាចបង្កើតជាប្រព័ន្ធគ្រប់គ្រងថ្នាក់បាទយើងអាចដាក់កិច្ចការផ្ទះក៏ដូចជាការប្រមូលកិច្ចការផ្ទះពិសេសការបញ្ជាប់បាទការភ្ជាប់ថាពាក់ព័ន្ធជាមួយប្រព័ន្ធរៀនហ្នឹងណា Canva ធម្មតាភ្ជាប់អត់បានទេប៉ុន្តែពេលយើងស្នើជាប់ Canva Education យើងអាចភ្ជាប់ជាមួយ Google Classroom ឬក៏ Microsoft Teams បាទCanva ធម្មតាបាទមួយទៀតការប្រើប្រាស់គឺយើងប្រើប្រាស់ទូទៅបានប៉ុន្តែសម្រាប់ Canva Education គឺយើងហាមប្រើសម្រាប់យកធ្វើអាជីវកម្មប្រើបានតែក្នុងន័យអប់រំនិងការសិក្សាបាទមិនថាយើងមិនអាចយកទៅកាត់តអ្វីផ្សេងៗដែលថាក្នុងន័យការធ្វើអាជីវកម្មទេគឺយើងប្រើបានតែពាក់ព័ន្ធជាមួយការអប់រំគោលបំណងគេណាបាទអញ្ចឹងនេះជាលក្ខណៈពិសេសបាទដែលរវាងលក្ខណៈ account ធម្មតានិង account នេះដែល Canva Education បាទអញ្ចឹងបើលោកគ្រូអ្នកគ្រូចង់ដឹងពីរបៀបស្នើសុំអាច comment នៅខាងក្រោមបាទខ្ញុំនឹងធ្វើវីដេអូបន្ថែមនៅវីដេអូបន្ទាប់ទៀតបាទអំពីរបៀបស្នើសុំបាទអរគុណច្រើនវិជ័យម្លែកបន្តបាទ